ជំរាបសួរក៏ដូចជាសួស្តីអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាស្វាគមន៍មកកាន់ Study Buddy នៅក្នុងវីដេអូមួយនេះគឺយើងនឹងបន្តធ្វើ Unit 1 ឬក៏ Module 1បញ្ចប់ហើយក្នុងវីដេអូ part ចុងក្រោយនៃ Module 1នេះគឺយើងផ្ដោតទៅកាន់ reading ណាដោយដែលអ្នកនរគ្នាបានឃើញអញ្ចឹងគឺមាន article ទៅលើមនុស្ស4នាក់ហើយយើងនឹងរៀនទៅលើ capital letter ថាប្រើប្រាស់យ៉ាងម៉េចជាមួយនឹងការសរសេរaddress ឲ្យត្រូវតាមលំដាប់លំដោយការសរសេរ capital letter អីចឹងទៅណាអូខេអញ្ចឹងគឺយើងនឹងផ្ដោតទៅលើរឿងអស់ហ្នឹងអញ្ចឹងកុំឲ្យខាតពេលយូរតាក់ទងជាមួយ reading បានន័យថាយើងមិនមែនទៅអានគ្រប់ពាក្យគ្រប់ពេចទេយើងមើលលើប្រភេទនៃសំណួរសិនមុននឹងខ្ញុំចូលទៅកាន់លំហាត់មួយហ្នឹងខ្ញុំចង់បញ្ជាក់អ្នកនរគ្នាដែរថា Study Buddy យើងមានថ្នាក់ភាសាអង់គ្លេសពេលល្ងាចពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះកម្រិត elementary ហើយយើងផ្ដោតទៅកាន់ការប្រើប្រាស់ភាសាតែម្ដងបើសិនជាអ្នកនរគ្នាចង់អភិវឌ្ឍចង់ប្រើប្រាស់ចង់រៀនភាសាអង់គ្លេសយកទៅប្រើប្រាស់ការទំនាក់ទំនងការអនុវត្តប្រចាំថ្ងៃប្រើប្រាស់ប្រចាំថ្ងៃអាចឆាមកកាន់ Study Buddy បានអូខេចឹងកុំឲ្យខាតពេលយូរតាឥឡូវយើងចូលមកកាន់លំហាត់យើងតែម្ដងហើយណាចឹងគេថា people from different places មានគេនេះ Patrick Sanity Donna Foe Relay មាន David Mills មាន Planton អីចឹងទៅណាចឹងសំណួរពី A.D ហ្នឹងគេចង់សួរអំពីអីគេខ្លះណាពី A.H នេះចឹងយើងមកមើលសំណួរគេសួរថា is an actress ចឹងពីណាគេ who is an actress ចឹង Patrick Satini ណាគាត់គឺជា an actress នេះណាអញ្ចឹងសំណួរទី2 B who is a taxi driver អ្នកបើក taxi ណាចឹងយើងមកមើលទៅនេះ taxi driver ចឹង Donna Fiorelli ចឹងយើងទៅសេមកណា Donna Fiorelli ចឹងខ្ញុំមកចាំអាចអានតាមលំដាប់ដោយណាខ្ញុំមើលសំណួរហើយខ្ញុំឆ្លើយមកហើយ is from France មកពីប្រទេសបារាំង who is from France នេះ Patrick Satini ណា Patrick Satini ណាអូខេ are musicians បានន័យថាមានច្រើនហើយពីណាគេគឺជាតន្ត្រីករអញ្ចឹងមានតែ David Mills នេះគាត់គឺជាអីគេគាត់គឺជា bus driver គាត់ដូចជា writer អ្នកសរសេរណាចុះ Patrick គឺជាតន្ត្រីករនេះគាត់គឺជា musician អត់ and អីគេនេះ Alas Don Richard and Chris are four musicians ចឹងបានន័យថា4អ្នកគាត់នេះគឺជា musician ណាចឹងនេះអ្នកសម្ដែងទេ bus driver ទេ taxi driver ទេប៉ុន្តែនេះ4អ្នកនេះ Ellen Dor Richard and Christy នេះចឹងយើងទៅសេឈ្មោះទាំង4អ្នកនឹងចូលអូខេមាន Alan មាន Dor Richard and Christy ណា4អ្នកហ្នឹងគឺជា musician តាចុះ letter E is from London who is from London ពីណាគេមកពី London អូខេ David នេះ David នេះ bus driver in London ចឹង David Mills ណា David Mills and is from Edinburgh ពីណាគេនេះ Edinburgh ណា Betty is from Edinburgh okay Betty okay មិនបានឈ្មោះច្រើនម៉េះព្រោះអានេះគឺជាក្រុមណាក្រុមតន្ត្រីអញ្ចឹងបែរជា band ដូច band មកគាត់អញ្ចឹងទៅហេ and a bus driver គឺ David Mills គឺជា bus driver នេះគាត់មិនយើងចូលមើលឃើញបន្តិចដែរចុងក្រោយ45 years old ពីណាគេអាយុ45ឆ្នាំនេះ Donna ណា Donna គាត់មើលទៅក្មេងដែរប៉ុន្តែអាយុ45ឆ្នាំនេះអូខេ Donna Fiorelli អូខេអញ្ចឹងយើងបាន reading យើងចប់ហើយប៉ុណ្្នឹងឯងណាអញ្ចឹងអ្នកនរគ្នាអាចអានលម្អិតក៏បានដែរនេះខ្ញុំអាចបង្ហាញអ្នកនរគ្នាអានលម្អិតក៏បានដែរប៉ុន្តែ
បើសិនជាយើងធ្វើលំហាត់បែប reading គឺធ្វើដូចខ្ញុំអញ្ចឹងយើងទៅមើលសំណួរទៅរកចម្លើយណាតោះឥឡូវយើងមកមើល punctuation ទី punctuation គឺគេនិយាយពីអក្សរធំនេះដូច P ហ្នឹងគឺ capital letter ហើយយើងផ្ដោតទៅលើ capital letter sorry punctuation capital letter ចឹង capital letter អក្សរធំណាចឹងយើងប្រើជាមួយនឹងឈ្មោះជាមួយនឹង title ជាមួយនឹង country ឈ្មោះ title ហ្នឹងដូចជាលោកស្រីអាយដាមលោកជំទាវណាអាហ្នឹងគេហៅកិត្តិនាមអីចឹងដែរណាcountry ប្រទេស nationality ជនជាតិ road ឈ្មោះផ្លូវឈ្មោះអីក៏ប្រើអក្សរធំដែរទីក្រុងស្រុកភូមិខេត្តអីក៏អក្សរធំដែរ beginning of sentences ចាប់ផ្ដើមដំបូងប្រយោគក៏អក្សរធំដែរអូខេចឹងអានេះគឺការប្រើប្រាស់អក្សរធំឧទាហរណ៍នេះយើងផ្ដើមប្រយោគដំបូងគឺអក្សរធំចឹងយើងត្រូវផ្ដើមដោយ she as អក្សរធំនេះ title ចឹងយើងត្រូវប្រើ អក្សរធំ Mrs ឈ្មោះ Sarah Grant ណាចឹងយើងត្រូវសេចេះអូខេ and letter B ផ្ដើមប្រយោគគឺអក្សរធំmy mother's from sorry លើអក្សរ n មួយឯង the United States ណាវាគឺជាឈ្មោះប្រទេសចឹងយើងប្រើអក្សរធំតោះ and C ផ្ដើមប្រយោគ are you Spanish គឺជា nationality ជនជាតិអេស្ប៉ាញមែនណា letter D our school our អក្សរធំព្រួយផ្ដើមប្រយោគ is in ឈ្មោះផ្លូវ Camden Road ណា Camden Road អក្សរធំតោះ and E I'm from Rome មកពីទីក្រុងរ៉ូមណាបើមកពីទីក្រុងរ៉ូមគឺអក្សរធំដូចគ្នាអញ្ចឹងអូខេ and letter F Eric គឺជាឈ្មោះហើយផ្ដើមប្រយោគទៀតតែអក្សរធំណា lives in Berlin នៅក្នុងទីក្រុង Berlin អូខេអញ្ចឹងគឺទីក្រុងគឺអក្សរធំណាតោះអញ្ចឹងយើងមកមើល sample នេះតិចណានេះគឺជា sample សបត់ហើយក្នុងសបត់ហ្នឹងគេដាក់អីគេខ្លះកន្លែងនេះគឺជា title ណាអញ្ចឹងយើងចាប់ផ្ដើមដំបូងយើងត្រូវសេ title ជាឈ្មោះបូកជាមួយតកូលណាឈ្មោះពេញរបស់យើងគេជាឈ្មោះពេញបន្ទាប់មកលេខផ្ទះហើយលេខផ្លូវឈ្មោះផ្លូវ sorry ឈ្មោះផ្លូវលេខផ្ទះឈ្មោះផ្លូវក្រុងបានន័យថាផ្ទះហ្នឹងលេខផ្ទះហ្នឹងផ្លូវហ្នឹងនៅក្នុងក្រុងណាហើយ postcode នៃប្រមាណនៅក្នុងប្រទេសណាអានេះគឺរបៀបយើងទៅសេ address អូខេអញ្ចឹងគេឲ្យយើងទៅសេ this address in the correct order អញ្ចឹងគេឲ្យយើងដាក់វាឲ្យត្រឹមត្រូវដូចគ្នាអញ្ចឹងអូខេអញ្ចឹងយើងមើលក្នុងនេះមានឈ្មោះអត់ដូចជាអត់មានឈ្មោះទេណាអញ្ចឹងបើអត់មានឈ្មោះទេយើងចាប់ផ្ដើមទៅសេលេខផ្ទះអញ្ចឹងលេខផ្ទះយើងទៅសេមិន52ហើយឈ្មោះផ្លូវអីគេ Richmond Road អូខេបន្តមកទៀតនៅក្នុងក្រុងអីគេក្រុងឡុងណាក្រុងឡុង London អូប៉ុន្តែនេះបានន័យថាមិនមែនទៅសេទៅឈ្មោះទេទៅសេទៅសកលអញ្ចឹងយើងកលវាបន្តិចយើងអាចដាក់សកលមុនណាបានន័យយើងទៅសេ email អញ្ចឹងទៅកាន់សាលាអញ្ចឹងដាក់ South London College ណាអញ្ចឹងផ្លូវលេខម៉ានផ្លូវលេខម៉ាននៅក្នុងប្រទេសគេបន្តមកទៀត postcode អីគេនេះ SW 15 space G 6GS អូខេបន្តមកទៀតចាំយើងដាក់ប្រទេសនៅក្នុងណានៅក្នុង UK ណាតោះចុះលេខ2នេះមានឈ្មោះចឹងយើងត្រូវប្រើ title មុន Mrs អីគេ Mary Burke ណា Mary Burke ហើយលេខផ្ទះលេខផ្លូវផ្ទះលេខ109 Street Stephen Street ណាអូខេចឹងគេសេឲ្យយើងសួរមកបន្តមកទៀតនៅក្នុងក្រុងអីគេ Dublin ណា
Dublin sorry មានលេខ4អញ្ចឹងយើងត្រូវដាក់លេខ4សិនណាលេខ4ណាផ្ទះលេខ4ផ្លូវគាត់មាន2ផ្លូវណា109មួយ Stephen Street មួយទៀតអូខេអញ្ចឹងនៅ Dublin ចុះ postcode របស់គាត់អត់មាន postcode ទេណាអញ្ចឹងបើអត់មានទេអញ្ចឹងយើងដាក់ប្រទេសមកណា Ireland ណាប៉ុណ្ណឹងមកបានអូខេ well done ចុះយើងមកមើល capital letter ដូចខ្ញុំបញ្ជាក់អ្នកនរគ្នាខាងលើនេះអញ្ចឹងនេះអញ្ចឹងយើងសរសេរជាមួយឈ្មោះ title ប្រទេស nationality road town city អីហ្នឹងអញ្ចឹងអ្នកនរគ្នាអាចសរសេរបានអត់នេះអាចសរសេរបានអត់សាក pause video ហ្នឹងហើយសរសេរមើលណាតើតោងជាមួយ capital letter អញ្ចឹងបើសិនជាអ្នកនរគ្នាចង់សរសេរ pause ទៅខ្ញុំនឹងកែឲ្យអ្នកនរគ្នាណា pause ហើយសរសេរហើយចាំមើលខ្ញុំមើលសរសេរដូចគ្នាអត់តោះឥឡូវខ្ញុំនឹងធ្វើឲ្យអ្នកនរគ្នាមើលតែម្ដងអញ្ចឹង title យើងត្រូវសរសេរអក្សរធំ Sarah ឈ្មោះ Alice ក៏ឈ្មោះដែរអញ្ចឹងលេខ62ឈ្មោះផ្លូវគឺយើងប្រើ High Street ណាអក្សរធំនិយាយទៅគឺអក្សរធំទាំងអស់អីគេ Amersham ណា Amersham ក៏យើងប្រើអក្សរធំដែរ H P zip code នេះក៏នៅអក្សរធំដែរ 6 D D J England ណាតោះបន្តមកទៀត Mr ម្ដង Mr ក៏ title អក្សរធំ Simon Henderson ណា Henderson 12ផ្ទះលេខ12 Moorfield Road នៅលើផ្លូវ Moorfield Road Glasgow and postcode G12 8SJ ណា Scotland អូខេ Scotland នេះ Glass ចេះអូខេចឹងសង្ឃឹមថាអ្នកនរគ្នាសរសេរត្រូវហើយនេះគឺជា end of unit module 1ហ្នឹងហើយមានតែប៉ុណ្្នឹងទេហើយយើងនឹងធ្វើ module 2 តាមក្រោយអូខេបើសិនជាអ្នកនរគ្នាចង់រៀនបញ្ជាក់អាចឆានមកកាន់ study buddy បានអូខេជួបអ្នកនរគ្នានៅ module 2 បងប្អូនគ្នាបាយបាយ